នៅក្នុងការប្រជុំលេខាធិការគណៈកម្មាធិការព្រំដែនទូតរួមដែលហៅកាត់ថា GBC កម្ពុជានិងថៃនៅថ្ងៃទី2ថ្ងៃទី21ខែតុលាឆ្នាំ2025បានបង្ហាញពីវឌ្ឍនភាពប៉ុន្តែនៅពុំទាន់ជាប់សព្វគ្រប់នៅឡើយទេការពិភាក្សាចុងក្រោយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី22តុលាដែលមានការដាក់នៅចំណុចចំនួន3សំខាន់ៗទី1គឺការដកអាវុធដែលភាគីទាំងពីរបានយល់ព្រមព្រៀងគ្នាលើកលក្ខខណ្ឌយោង TOR សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងគោលការណ៍នៃការដកអាវុធធុនធ្ងន់ព័ត៌មានលម្អិតនៃផែនការសកម្មភាពនឹងត្រូវបានពិភាក្សានៅថ្ងៃទី22នេះឯងចំណុចទី2គឺការបោសសម្អាតមីនក្រុមលេខាធិការទាំងពីរបានយល់ព្រមព្រៀងគ្នាលើគោលការណ៍ប្រតិបត្តិការស្តង់ដារដែលជាគោលការណ៍ភាគីកម្ពុជានឹងសុំការអនុម័តពីមេបញ្ជាការរបស់ខ្លួនហើយភាគីទាំងពីរនឹងកំណត់នៅអត្តសញ្ញាណតំបន់បោះសម្អាតរួមគ្នានៅថ្ងៃទី22ដូចគ្នាចំណុចទី3គឺការបង្ក្រាបបទល្មើសឆបោកអនឡាញដែលគេហៅថា Cyber Scam ដែលភាគីទាំងពីរកំពុងព្រមព្រៀងគ្នាលើសកម្មភាពនិងការពិនិត្យទៅលើសំណើរួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធសម្រាប់ការបោសសម្អាតរួមគ្នា